អ្វីទៅដែលបំផ្លាញបុរសពិតប្រាកដគ្មានអ្វីដែលអាចបំផ្លាញបុរសបានលឿនជាងដែលការរស់នៅជាមួយនរណាម្នាក់ដែលតែងតែរិះគន់និងចាក់ដោតរូបគេជារៀងរាល់ថ្ងៃនោះទេផ្លូវចិត្តរបស់គេនឹងរលាយបន្តិចម្ដងរហូតទាល់តែគ្មានអ្វីសេសសល់នៅពេលដែលបុរសណាម្នាក់ឈប់និយាយឈប់សើចឈប់ខ្វាយខ្វល់នោះគឺមិនមែនមានន័យថាគេមានសេចក្តីសុខនោះទេនោះគឺជាបុរសម្នាក់ដែលត្រូវបានគេធ្វើបាបផ្លូវអារម្មណ៍ដោយមនុស្សដែលគេទុកចិត្តបំផុតដំបូងឡើយគឺគេនឹងប្រែទៅជាស្ងប់ស្ងាត់មិនមែនដោយសារតែគេគ្មានអ្វីនិយាយនោះទេក៏ប៉ុន្តែគឺមកពីគ្រប់ពេលដែលគេនិយាយគេតែងតែត្រូវបានកាត់សម្ដីត្រូវបានគេមើលងាយឬក៏ត្រូវធ្វើឲ្យគេមានអារម្មណ៍ថាអាម៉ាស់ដូចជាស្ថិតនៅក្នុងរូបភាពល្ងងខ្លៅដូច្នេះការសម្រេចចិត្តបិទមាត់ឈប់និយាយមិនមែនដោយសារតែភាពស្ងប់ស្ងាត់នោះទេក៏ប៉ុន្តែវាគឺជាហេតុតែមួយគត់ដែលនឹងមិនត្រូវគេវាយប្រហារបន្ទាប់មកពន្លឺនៅក្នុងកែវភ្នែករបស់គេក៏រលត់ទៅការសម្លឹងមើលដ៏ទទេស្អាតនេះមិនមែនជាភាពសោកសៅនោះឡើយក៏ប៉ុន្តែវាគឺជាភាពបាក់ស្បាតបុរសម្នាក់ដែលវិញ្ញាណរបស់គេគឺត្រូវបានបូមចេញរហូតដល់រីងស្ងួតបុរសដែលមានសេចក្តីសុខនៅក្នុងផ្ទះប្រៀបបានទៅនឹងពន្លឺដ៏ស្រស់បំព្រងដោយព្រះអាទិត្យបុរសដែលរស់នៅជាមួយទៅនឹងការរិះគន់រអ៊ូរទាំឌឺដងនោះភាពត្រជាក់សុខដុមរបស់ពួកគេនឹងស្លាប់ទៅបន្តិចម្ដងដោយមិនដឹងខ្លួនកំហឹងអាចនឹងចាប់ផ្ដើមឡើងមិនមែនដោយសារតែគេជាមនុស្សអាក្រក់នោះទេក៏ប៉ុន្តែគឺដោយសារតែគេមិនត្រូវបាននរណាម្នាក់ស្ដាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយរាល់ពាក្យសម្ដីដែលនិយាយថាខ្ញុំមិនអីទេគឺគេនិយាយដោយបង្ខំចិត្តនេះគឺជាពិធីបុណ្យសពដែលបានចូលរួមចំណែកនៃរូបគេហើយនៅពេលដែលដៃគូរបស់គេចាប់ផ្ដើមមកខ្វាយខ្វល់នោះគឺអ្វីវាបានហួសពេលទៅហើយគេបានចាកចេញទាំងផ្លូវអារម្មណ៍ផ្លូវចិត្តហើយនឹងបេះដូងដែលកដូចជាដុំថ្មបាត់ទៅហើយនៅពេលដែលបរិសុទ្ធណាម្នាក់បិទបេះដូងវាគឺមិនមែនមកពីគេឈប់ស្រឡាញ់នោះទេក៏ប៉ុន្តែមកពីការនៅបន្តទៀតវាប្រៀបបានដូចជាការបំផ្លាញខ្លួនឯងហើយនៅពេលដែលបុរសដើរដល់ចំណុចនោះអ្នកនឹងមិនអាចយកគេត្រឡប់មកវិញបានឡើយមិនថាទឹកភ្នែកមិនថាការសុំទោសឬពាក្យផ្អែមល្ហែមយ៉ាងណានោះទេព្រោះបេះដូងរបស់គេប្រេះស្រាំហើយវានឹងក្រំគ្រាជារៀងរហូត